នៅរុស្ស៊ីថ្ងៃទី26 ខែមីនាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានបង្ហោះសារជូនដំណឹងដល់ជនរួមជាតិអំពីស្ថានភាពជំងឺនិងការសម្រាប់ព្យាបាលរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនសម្ដេចបានសរសេរថាបើទោះបីជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តីតែខ្ញុំទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាលសម្ដេចបន្តថាព្រឹកមិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសន្តាគារនិងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី29 ខែមីនាដើម្បីពិនិត្យសារជាថ្មីយោងលើពេលវេលានេះខ្ញុំគិតថាបើទោះបីភរិយាខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញនៅថ្ងៃទី29 ឬ 30 មីនាក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី27ឈានចូលថ្ងៃទី28ស្អែកនេះបានដែរនេះបើតាមព័ត៌មានប៉ាន់ស្មានរបស់ក្រុមគ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំតែទោះបីជាយ៉ាងណាក៏ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដោយពីលម្សិលមិញ